តឈ្មោះឈឿមសក់បញ្ញាហើយនេះខ្ញុំនឹងអានមេរៀនទី53ការរៀបរាប់អំពីរូបក្លិនពណ៌សំឡេងរសជាតិការនិយាយបូណាអូនារីតើឯងឮអ្វីជ្រុះដែរឬទេនារីខ្ញុំឮសូរស្វាយជ្រុះខ្ពកនៅក្បែររបងនេះបូណាមើលនេះណែសម្បកវាមានពណ៌លឿងទុំឯងកាន់វាមើលសាច់វាទន់ល្មើយនារីអូវាមានក្លិនក្រអូបគួរឲ្យចង់ហិតណាស់បូណាស្វាយទុំដើមអញ្ចឹងមានរសជាតិផ្អែមឆ្ងាញ់ណាស់អរគុណអ្នកគ្រូសូមអរអ្នកគ្រូ